ជាប្រាសាទមួយទៀតនៅក្នុងប្រាសាទសំបូរព្រៃគុកហៅអាស្រមមហាវិស័យប្រាសាទនេះមានរូបរាងប្លែកពីគេខ្លាំងដាច់តែម្ដងដាច់ខុសដាច់ត្រង់ថាប្រាសាទនេះគឺមានថ្មភក់បាទថ្មភក់ផ្ទាំងធំធំតែម្ដងយើងឃើញមើលជញ្ជាំងឲ្យដឹងថាថ្មភក់មួយផ្ទាំងធំដោយអត់មានដាក់បន្ទប់លើគ្នាទេគឺពេញតែម្ដងអញ្ចឹងប្រើថ្មភក់គឺធំផ្ទាំងធំតែម្ដងអញ្ចឹងដូចបងប្អូនឃើញប៉ុន្តែអ្វីដែលប្លែកមួយទៀតគឺត្រង់ចម្លាក់បងប្អូនឃើញចម្លាក់ឯនៅខាងលើបាទចម្លាក់ខាងក្រោមបាទជារូបបើយើងមើលទៅរបៀបនៃការអង្គុយគឺលក្ខណៈដូចជាអិសីបាទបងប្អូនអ្នកឃើញនេះលក្ខណៈដូចជាអិសីអញ្ចឹងដែលគេឲ្យស្រមមហាអិសីតែអ្វីដែលប្លែកបងប្អូននេះរូបភាពដែលប្លែកគឺរូបភាពអើតក្បាលបាទអើតមកកណាត់ក្បាលទេអើតមើលដូចយើងអើតបង្អួចមើលអញ្ចឹងណាយើងអើតបង្អួចមើលយើងកាន់ដៃកាន់បង្អួចហើយក្បាលមកកណាត់យើងអើតមើលមនុស្សជុំវិញអញ្ចឹងបើយើងមើលជ្រុងទាំងអស់នៃប្រាសាទនេះគឺមានមនុស្សចំនួនមួយខាងមាន4បាទ4គុណនឹង4អញ្ចឹង4គុណនឹង4មែនបាទយើងឃើញ16អញ្ចឹងស្មើនឹង16រូបចម្លាក់នៃប្រាសាទមួយនេះអញ្ចឹងរាល់ចម្លាក់នៅលើប្រាសាទអាស្រមមហាវិស័យនេះមានមនុស្សចំនួន16នាក់ដែលមានអត្ថន័យមួយយ៉ាងយើងអត់ទាន់ដឹងថាបង្កប់នៃនៅការអប់រំឬក៏ទស្សនៈបែបណាទេដែលយើងនឹងស្វែងរកឯកសារផ្សេងបាទឯកសារជាសិភៅគឺទុកមិនបានយូរតែមានតែឯកសារជាចម្លាក់ដែលយើងអាចនឹងព្យាយាមមិនងាយនឹងមើលយល់ទេបងប្អូនណាតើតាអ្នករៀនបានសិក្សាប្រវត្តិសាស្ត្រហើយសិក្សាពីក្បាច់ចម្លាក់នីមួយៗយល់តាមអត្ថន័យទស្សនៈនយោបាយទស្សនៈអីផ្សេងតម្រាំតែយើងអាចយល់ទៅនឹងចម្លាក់រាល់ចម្លាក់នីមួយចម្លាក់ខ្លះគ្រាន់តែជាលម្អក្បាច់បាទដូចក្បាច់អញ្ចឹងគ្រាន់តែលម្អប៉ុន្តែចម្លាក់ចេញមករូបមនុស្សបែបនេះប្រកាសជាមានបង្កប់នូវអត្ថន័យប្លែកមួយយ៉ាងដែលយើងអត់ដឹងទេបងប្អូនគឺមានន័យជ្រៅមែនទែនយើងអត់ទាន់ដឹងថាមានឯកសារខាងណាគេបកស្រាយនៅអត្ថន័យខាងលើទេប៉ុន្តែយើងនឹងទាំងអស់គ្នាយើងព្យាយាមស្វែងរកនៅអត្ថន័យរបស់ប្រាសាទហើយបងប្អូនមើលនេះចំណុចនេះ2 4 6អញ្ចឹងចន្លោះនេះអត់ដឹងថាចោះឡើងដើម្បីអីទេហើយយើងអត់ដឹងទេចំណេះយើងនៅតិចបានត្រឹមតែមើលប្រាសាទហើយឆ្ងល់តែប៉ុណ្្នឹងឯងបងប្អូនបាទអរគុណបងប្អូន